ក្នុងបន្ទប់សោណាហ្នឹងគឺមានតែខ្ញុំម្នាក់ទេអញ្ចឹងទៅបាទខ្ញុំយកទូរស័ព្ទមកថតអញ្ចឹងណាមួយហ្នឹងកន្លែងសោណាហ្នឹងគេតែបើកអញ្ចឹងទៅវាអត់ទាន់ក្តៅទេខ្ញុំកំពុងតែដោះក្អាកដោះអីដើម្បីតិចទៀតហ្នឹងត្រូវចុះទៅមួយទឹកមួយគេអញ្ចឹងពេលហ្នឹងអាកាសធាតុនៅខាងក្រៅប្រហែលជា12ដឺក្រេគឺអត់សូវត្រជាក់ហ្មងទេយប់មិញហ្នឹងចប់កម្មវិធីប្រហែលជាម៉ោង1កន្លះហើយដល់ពេលខ្ញុំមកដល់បន្ទប់មួយទឹកមកអីរួចទៅប្រហែលជាម៉ោង2អញ្ចឹងដល់ពេលព្រលឹមឡើងហ្នឹងខ្ញុំត្រូវក្រោកម៉ោង6កន្លះទៀតដើម្បីទៅសោណាហែទឹកអញ្ចឹងមុននឹងខ្ញុំទៅសមុទ្រហែទឹកជាមួយមិត្តភ័ក្តិដទៃទៀតពេលដែលខ្ញុំទៅដល់កន្លែងហ្នឹងភ្លាមហ្នឹងខ្ញុំដូរកៅអៅពាក់ខោខ្លីដើម្បីមកកន្លែងនេះឧបករណ៍ហ្នឹងពេលដែលយើងចុចកង់តាក់ហ្នឹងវាចេញទឹកក្តៅលាយមួយទឹកត្រជាក់អញ្ចឹងយូរមុនទៅទឹកហ្នឹងវាក្តៅអូនទេបន្ទាប់មកទៀតទៅវាចេញពពុះមកអញ្ចឹងហើយទៅមានអារម្មណ៍ថាដូចជាម៉ាស្សាជើងដូចអីអញ្ចឹងណារយៈពេលដែលវាម៉ាស្សាហ្នឹងប្រហែលជា5នាទីទេបន្ទាប់មកទៀតទៅក៏វាស្រក់ទឹកទៅអស់វិញអញ្ចឹងយប់មិញហ្នឹងគេងប្រហែលជា4ម៉ោងទៅ4ម៉ោងកន្លះអីទេអញ្ចឹងទៅបានមុខអត់សូវស្រស់មុខដូចស្ងួតដូចអង្គុយគេងដូចអស់កម្លាំងអីចឹងណាមុនហ្នឹងខ្ញុំថតបានបន្តិចទៅរួចទៅខ្ញុំយកកាមេរ៉ាមកថតក្នុងនឹងឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងថាវាចេញពពុះមិនអញ្ចឹងពេលដែលម៉ាស្សាជើងជាមួយទឹកក្តៅអូនអញ្ចឹងមានអីស្រួលមែនតើបើសិនយើងដាក់ក្រូចឬដាក់ក្លិនដាក់អីណានៃទៀតកាន់តែល្អហ្មងកន្លែងសោណានិងកន្លែងហែទឹកហ្នឹងគេបើកម៉ោង6កន្លះហើយខ្ញុំទៅដល់ហ្នឹងម៉ោង6:35នាទីដល់ពេលអញ្ចឹងទៅកន្លែងហ្នឹងគឺអត់មានមនុស្សទេមានតែខ្ញុំម្នាក់ឯងអញ្ចឹងដល់ពេលអញ្ចឹងទៅក៏ខ្ញុំយកទូរស័ព្ទមកថតបណ្ដោយពេលដែលថតហ្នឹងគឺស្រួលមែនតើព្រោះដោយសារតែអត់មានមនុស្សទេអញ្ចឹងទៅយើងថតអត់សូវមានសម្ពាធហើយទៅមិនបាច់ប្រយ័ត្នអត់កុំឲ្យជាប់គេជាប់ឯងអញ្ចឹងជាពិសេសទៅទៀតហ្នឹងគឺអាកន្លែងសោណាកន្លែងហែទឹកហ្នឹងគឺគេមិនឲ្យយកទូរស័ព្ទថតទេប៉ុន្តែខ្ញុំអត់ខ្វល់ទេព្រោះដោយសារតែអត់មានអ្នកយាមណាមួយអត់មានមនុស្សនៅក្នុងនឹងទៀតមានខ្ញុំម្នាក់ឯងអញ្ចឹងរួចទៅបើសិនខ្ញុំអត់ថតទេគឺខ្ញុំអត់មានវីដេអូឲ្យអ្នកទាំងអស់គ្នាមើលទេណាមួយខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីកន្លែងហ្នឹងអញ្ចឹងគឺល្អមែនតើបើសិនជាអ្នកទាំងអស់គ្នាចង់មកលេងមកអីអញ្ចឹងគឺអាចមកទូស្ថាគារហ្នឹងនៅបានអញ្ចឹងស្ថាគារហ្នឹងដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាតាំងពីវីដេអូទី1ម៉េះគឺមានឈ្មោះថា New Box Townចំពោះតម្លៃស្នាក់នៅវិញប្រហែលជា$700តែខ្ញុំអត់សូវច្បាស់ទេអ្នកទាំងអស់គ្នាអាចចូលក្នុង website គេនឹងឆែកមើលបានអញ្ចឹងណាមុនហ្នឹងគឺខ្ញុំបានចូលនៅកន្លែងសោណាហើយចូលបានតែមួយផ្លែតទេព្រោះដោយសារតែខ្ញុំហ្នឹងត្រូវថតវីដេអូអ្នកទាំងអស់គ្នាមើលឲ្យគ្រប់កន្លែងអញ្ចឹងនៅក្នុងកន្លែងសោណាហ្នឹងជាធម្មតាគឺมันអាចថតបានទេព្រោះដោយសារតែក្នុងបន្ទប់ហ្នឹងវាក្តៅទី1ទី2ហ្នឹងវាហប់វាចង់និយាយថាអាប់អញ្ចឹងថតអត់សូវច្បាស់ទេប៉ុន្តែពេលហ្នឹងគឺសំណាងមែនតើដោយសារតែខ្ញុំហ្នឹងទៅអាដំបងគេបំផុតតែ1ម៉ោងគេបើករួចទៅបន្ទប់ហ្នឹងគឺអត់សូវក្តៅទេដល់ពេលអញ្ចឹងទៅខ្ញុំយកកាមេរ៉ាថតឲ្យអ្នកនរគ្នាមើលប្រហែលជា3ទៅ5នាទីទេខ្ញុំចេញមកវិញអញ្ចឹងដល់ពេលចេញមកពីហ្នឹងទៅក៏ខ្ញុំមុជទឹកមួយផ្លែតរួចទៅចូលមកកន្លែងអាងហែទឹកម្ដងអញ្ចឹងពេលខ្ញុំមកដល់អាងហែទឹកហ្នឹងគឺសំណាងមែនតើណាកន្លែងនេះហ្នឹងគឺវាបាញ់ពពុះមកទៀតគឺដូចម៉ាស្សាអញ្ចឹងអាពពុះហ្នឹងប្រហែលជាចេញកន្លះម៉ោងម្ដងឬ1ម៉ោងម្ដងអញ្ចឹងมันវាចេញមកពេលហ្នឹងខ្ញុំថតប្រហែលជា5ទៅ10នាទីទេរួចទៅក៏ខ្ញុំដូរទីតាំងមកកន្លែងនេះវិញម្ដងអញ្ចឹងកន្លែងហែទឹកហ្នឹងចំពោះខ្ញុំហ្នឹងគឺវាមិនសូវជាធំពេកទេល្មមអញ្ចឹងចំពោះសេចក្ដីហភាពទឹកហ្នឹងគឺប្រហែលជា20ទៅ25អញ្ចឹងគឺអត់សូវជាក់ទេគឺក្តៅអូនល្មមអញ្ចឹងពេលមកដល់កន្លែងហ្នឹងគឺខ្ញុំចាប់ផ្ដើមហាត់វិជាកូនខ្ញុំឡើងវិញអញ្ចឹងចង់ដឹងថាខ្ញុំហ្នឹងអាចនៅហែបានអត់ខ្ញុំរៀនហែទឹកហ្នឹងតាំងពីឆ្នាំមុនម៉េះដែលខ្ញុំទៅខ្មែរជើងមុនដោយសារតែខ្ញុំខានហែទឹកយូរដល់ពេលហែទឹកលើកនេះហ្នឹងមានអារម្មណ៍ដូចឆ្កងដូចភ្លេចមិនទេទឹកហ្នឹងគឺអត់សូវជ្រៅទេគឺ1.20 ម៉ែត្រទេដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងថាខ្ញុំនឹងអាចបដែតខ្លួនបានឬក៏អត់ទេព្រោះដោយសារតែជើងខ្ញុំប៉ះដីរហូតយំទៅតាំងពីនៅខ្មែរម៉េះពេលដែលខ្ញុំរៀនចប់ទៅគឺខ្ញុំអត់ដឹងខ្លួនថាខ្ញុំអាចហែទឹកបានឬក៏អាចបដែតខ្លួនបានឬក៏អីមិនដឹងទេព្រោះអត់តែធ្លាប់ហែទឹកនៅកន្លែងទឹកជ្រៅតែពីខ្ញុំនៅខ្មែររៀនហែទឹកហ្នឹងគ្រូហៅប្រវល់ខ្ញុំទៅហែទឹកនៅកោះនរាដែរតែពេលហ្នឹងខ្ញុំអត់សូវចង់ទៅហ្មងទេព្រោះដោយសារតែខ្ញុំអត់ចេះហែទឹកហើយណាមួយគេសិតតែហែឆ្លងទន្លេទេខ្ញុំនេះចាប់បណ្ដោយពេលហ្នឹងរៀនដូចនៅលេលើឡើយអញ្ចឹងទៅអត់ហ៊ានទៅចូលរួមលេងមួយគេអញ្ចឹងខ្លាចពិបាកគេណាមួយខ្លាចមានអីទៅវាយ៉ាប់អញ្ចឹងពេលហ្នឹងខ្ញុំព្យាយាមហែមែនតើហែទៅហែមកអញ្ចឹងរួចទៅខ្ញុំព្យាយាមប្រើក្បាច់ដែលរៀនព្រួយពីមុនមកអញ្ចឹងពេលដែលហែទឹកលេងម្នាក់ឯងអញ្ចឹងគឺអត់មានសម្ពាធទេអត់មានណាគេឃើញយើងអត់មានណាគេមើលយើងអីអញ្ចឹងទោះបីជាយើងហែលើមិនក៏អត់មានណាគេមកសោកយើងដែរហើយទៅណាមួយបើសិនមានគេច្រើនពេកខ្ញុំអៀនហែចេញទេពេលហ្នឹងគឺខ្ញុំហែទៅហែមកហែច្រើនជុំពេកហត់មែនតើឡើងទឹកហក់ហ្មងពេលហ្នឹងមុខខ្ញុំនិងខ្លួនខ្ញុំឡើងក្រហមហ្មងព្រោះដោយសារតែតែមិនចាញ់ពីសោណាមើលទៅវីដេអូហ្នឹងព្រោះអីនៅពេលដែលខ្ញុំចេញពីកន្លែងហែទឹករួចទៅក៏ខ្ញុំទៅកន្លែងសោណា5-10នាទីទៀតសិនអញ្ចឹងបាទខ្ញុំចេញមកលាងខ្លួនដោយសារតែម៉ោង8ហ្នឹងខ្ញុំមានណាត់ជាមួយមិត្តភ័ក្តិខ្ញុំហ្នឹងដើម្បីទៅត្រាំទឹកឬក៏ទៅហែទឹកនៅក្នុងសមុទ្រមួយវាអញ្ចឹង
យំទៅពេលហ្នឹងគឺខ្ញុំអត់ដឹងមិនទេខ្ញុំអត់ដឹងថាអាកាសធាតុវាត្រជាក់ប៉ុណ្ណាឬក្នុងទឹកហ្នឹងត្រជាក់ប៉ុណ្ណាទេតែគ្រាន់តែខ្ញុំចង់សាកអញ្ចឹងពេលមុនតែខ្ញុំទៅហ្នឹងគឺខ្ញុំបានត្រៀមខោវែងអាវវែងទៅអញ្ចឹងព្រោះអីដោយសារតែបើសិនជាល្ងាពេកអីចឹងទៅខ្ញុំមានអាវអីសម្រាប់កម្ដៅខ្លួនខ្ញុំអញ្ចឹងមុនពេលដែលខ្ញុំចុះហ្នឹងគឺខ្ញុំបានតម្លាក់ខ្លួនទៅទាំងអស់ទេខ្ញុំយកជើងខ្ញុំហ្នឹងទៅស្ទាបស្ទង់ទឹកហ្នឹងថាត្រជាក់ប៉ុណ្ណាអញ្ចឹងពេលដែលមុនខ្ញុំរៀបចុះទឹកហ្នឹងគឺមិត្តភក្តិសងសាខ្ញុំហ្នឹងប្រាប់ថាអីទេចុះមកទឹកអត់សូវត្រជាក់ទេថ្ងៃហ្នឹងដល់ពេលខ្ញុំដាក់ជើងទៅមានអីទឹកហ្នឹងអត់សូវត្រជាក់ទេអាចទ្រាំបានអញ្ចឹងពេលចុះទៅខ្ញុំប្រហែលជាត្រាំបាន75នាទីដែរបើខ្ញុំឡើងមកពេលខ្ញុំដាក់ខ្លួនចូលក្នុងទឹកហ្នឹងគឺអត់ល្ងាទេវាគ្រាន់តែត្រជាក់អញ្ចឹងត្រជាក់យូរទៅវាខ្លាំងពេកអញ្ចឹងទៅខ្ញុំទ្រាំបានខ្ញុំឡើងមកវិញអញ្ចឹងដល់ពេលខ្ញុំចេញពីសមុទ្ររួចទៅគឺខ្ញុំទៅបន្ទប់ខ្ញុំវិញមួយទឹកសម្អាតខ្លួនហើយចុះមកក្រោមក៏ញ៉ាំ breakfast ពេលដែលញ៉ាំអាហារពេលព្រឹកហ្នឹងគឺខ្ញុំអត់បានថតទេព្រោះដោយសារតែខ្ញុំហ្នឹងអង្គុយចិត្តមិត្តភក្តិខ្ញុំមកហើយណាមួយដោយសារតែខ្ញុំហ្នឹងខ្លាចគេគិតថាខ្ញុំហ្នឹងថតច្រើនពេកអញ្ចឹងខ្ញុំចំណាយពេលប្រហែលជា1ម៉ោងទៅ1ម៉ោង20នាទីក្នុងការញ៉ាំអាហារពេលព្រឹកហ្នឹងអញ្ចឹងព្រោះដោយសារតែយើងមានរយៈពេល2ម៉ោងបន្លាមកយកយើងទៅវិញពេលខ្ញុំញ៉ាំអាហារពេលព្រឹករួចទៅក៏ឡើងមកលើដើម្បីរៀបចំអវ៉ាន់ដាក់ក្នុងវ៉ាលីសម្រាប់ទៅវិញអញ្ចឹងពេលហ្នឹងខ្ញុំចំណាយពេលប្រហែលជា15នាទីទេព្រោះដោយសារតែអវ៉ាន់ខ្ញុំអត់សូវមានអីច្រើនពេកដល់ពេលខ្ញុំរៀបចំវ៉ាលីរួចទៅខ្ញុំយកវ៉ាលីខ្ញុំដាក់នៅកន្លែងគេរងចាំរួចទៅក៏ខ្ញុំទៅកន្លែងកុងទីនវិញដោយសារតែពេលហ្នឹងនៅមានពេលកន្លះម៉ោងទៀតណោះណាមួយទៀតហ្នឹងគឺដោយសារតែមិត្តភក្តិខ្ញុំហ្នឹងនៅកន្លែងកុងទីនហ្នឹងច្រើនអញ្ចឹងណាមួយយើងមានពេលជជែកគ្នាទៀតហើយទៅក៏ពេលហ្នឹងគឺនិយាយរៀងច្រើនមែនតើខ្លះទៅក៏ចូលចិត្តម្ហូបយប់មិញខ្លះទៅថាម្ហូបយប់មិញហ្នឹងគឺស្ងួតសាច់មាន់ហ្នឹងអត់សូវឆ្ងាញ់ទេហើយចំពោះខ្ញុំវិញខ្ញុំប្រាប់ថាផ្អែមហ្នឹងគឺខ្ញុំអត់ចូលចិត្តទេរសជាតិដូចចម្លែកនិយាយគ្នាប្រហែលជា10ទៅ20នាទីអញ្ចឹងទៅក៏ឡានមកដល់ពេលអញ្ចឹងទៅយើងក៏នាំគ្នាចេញទៅអង្គុយក្នុងឡានអស់ទៅបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចឹងអរគុណអ្នកនរគ្នាដែលបានចំណាយពេលទស្សនានៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើន